ចង់ឃើញមិនតែបណ្ណាល័យនៅតាមទីអារាមឬក៏បណ្ណាល័យសាធារណៈទេគឺជំរុញឲ្យគ្រប់ខ្នងផ្ទះទាំងអស់មានកូនបណ្ណាល័យទូចសម្រាប់អានសភៅដែលខ្លួនឯងចូលចិត្តឲ្យមានទម្លាប់នៃការអានសភៅនឹងដូចទម្លាប់ដែលយើងញ៉ាំអាហារដូចគ្នាបាទជំរាបសួរសុខសប្បាយបានមកជួប fan នៅព្រៃវែងអូខេមិនទៅចាំគ្រូចង់សួរសម្រាប់លោកគ្រូតិចទៅជាមួយនឹងការដាក់អានសភៅនៅក្នុងការទៅវិញទៅគ្រូយើងទាំងណាដែរសកម្មភាពនេះគឺជាសកម្មភាពល្អសម្រាប់សង្គមល្អសម្រាប់ប្រជាជនព្រោះការអានការបណ្ដុះនៅចំណេះដឹងឲ្យមាននៅក្នុងខ្លួនដល់ប្រជាពលរដ្ឋនេះជាពិសេសដោយកុមារដែលជាទំពាំងស្នងសរសៃនេះសំខាន់ណាស់ព្រោះនៅពេលដែលបុគ្គលម្នាក់មានចំណេះដឹងនៅក្នុងខ្លួនមានបញ្ញានៅក្នុងខ្លួនហ្នឹងគឺជាតម្លៃជាទ្រព្យដ៏សំខាន់អញ្ចឹងសកម្មភាពនេះល្អមែនតើព្រោះគាត់ត្រូវឲ្យមានការមកអញ្ចឹងទៅអូបើមានសកម្មភាពអញ្ចេះមិនត្រឹមតែនៅលើដងវេទិទេទេបង្កើតទម្លាប់អានសភៅឲ្យបានច្រើននៅគ្រប់ខ្នងផ្ទះឬក៏នៅតាមទីអារាមផ្សេងហ្នឹងតាមវត្តតាមអីហ្នឹងគឺជំរុញសកម្មភាពអានចឹងឲ្យច្រើនមិនថាអានសភៅប្រភេទអីទេឲ្យតែអានអាហ្នឹងគឺជាចំណុចសំខាន់ព្រោះដោយសារវត្ថុបំណងខុសៗគ្នាគ្រូគឺជាអ្នកចូលអ្នកកាត់ទៅវិញដែរអារម្មណ៍អាចខុសគ្នាឬក៏យល់ឃើញដូចអ្នកចូលអ្នកកាត់ទៅវិញមួយគ្នាដែរខ្ញុំរំភើបរីករាយទីមួយដោយសារខ្ញុំអ្នកស្វែងតហើយខ្ញុំធ្លាប់មករៀនមកសូត្រអីមួយចំនួននៅខេត្តព្រៃវែងនេះគឺរៀនភាសាអង់គ្លេសរៀនអីហ្នឹងគឺរៀននៅរៀនបងឈ្នួលនៅព្រៃវែងនេះដែរប៉ុន្តែអ្វីដែលសំខាន់មែនទែនគឺនៅពេលដែលមកឃើញសកម្មភាពបងប្អូនជាសិស្សានុសិស្សជាយុវជនជាមានទាំងប្រសង់និមន្តមកអានសភៅគឺមានន័យថាបងក៏អាននៅវត្តនៅអីច្រើនដែរប៉ុន្តែសកម្មភាពនេះគឺជំរុញគេថាជួយបំផុសចលនាសកម្មភាពការអានសភៅហ្នឹងឲ្យវាផុសផុលបាទហើយក៏មិនមែនមានន័យថាមកអានតាមអាទិត្យពីអាទិត្យហ្នឹងដែរវាជាសកម្មភាពក្នុងការជួយបំផុសចលនានៃការអានសភៅកុំឲ្យតែឃើញតែក្មេងៗចុចទូរស័ព្ទលេងហ្គេមលេងអីចឹងណាបានជាចំណាប់អារម្មណ៍នៃលោកគ្រូនេះចាក់ចងជាមួយលោកគ្រូក្នុងនាមជាបញ្ញវន្តខ្មែរហើយទី2គ្រូគឺជាអ្នកពលអ្នកកាត់ត្រៃវែងជាបាទទី3លោកគ្រូគឺជាមុខបុគ្គលដែលមានឥទ្ធិពលក្នុងសង្គមបាទខ្ញុំចូលចិត្តអានសភៅខ្ញុំឲ្យតម្លៃលើចំណេះដឹងហើយខ្ញុំយកចំណេះជំនាញហ្នឹងគឺទៅធ្វើការអញ្ចឹងដើម្បីបានប្រកបរបរចិញ្ចឹមជីវិតមកហើយយើងសល់ជំនាញសល់បទពិសោធន៍ឬក៏ធនធានមួយចំនួនដែលយើងអាចចែកម្លែកបានយើងបន្តនៅការចែកម្លែកទៅព្រោះហ្នឹងវាជារឿងដែលល្អខ្លះស្ដាប់ទៅលោកគ្រូបានបាទអូខ្ញុំសប្បាយហើយសប្បាយជាងគេគឺឃើញភាពឃ្លាវខ្លារបស់បងប្អូនយើងគឺគាត់ចាប់អារម្មណ៍ទៅលើការអានសភៅជាពិសេសថ្នាក់ដឹកនាំលោកជួយមកបាទថ្នាក់ដឹកនាំឃើញគាត់អង្គុយអានសភៅបាន1ម៉ោងជាងដែរបាទនេះគឺជាសកម្មភាពគំរូបាទដែលញ៉ាំងជំរុញឲ្យក្មេងៗសិស្សានុសិស្សហ្នឹងគឺគាត់មើលឃើញថាកាលណាដែលយើងបំផុសចលនានឹងច្រើនទៅមនុស្សម្នាក់ចាប់ផ្ដើមឲ្យតម្លៃកាន់តែច្រើនទៅហើយព្រោះខ្ញុំចង់ឃើញមិនមែនតែបណ្ណាល័យនៅតាមទីអារាមឬក៏បណ្ណាល័យសាធារណៈទេគឺជំរុញឲ្យគ្រប់ខ្នងផ្ទះទាំងអស់មានកូនបណ្ណាល័យទូចសម្រាប់អានសភៅដែលខ្លួនឯងចូលចិត្តឲ្យមានទម្លាប់នៃការអានសភៅនឹងដូចទម្លាប់ដែលយើងញ៉ាំអាហារដូចគ្នាជាមួយទៀតទស្សនវិជ្ជាដែលមេឃខ្មៅងងឹតរោគព្រាងឲ្យឃើញក្មេងៗគាត់សាមគ្គីរៀបចំសភៅអតិថិភាពក្នុងនាមគាត់ជួយយកអាសាឬក៏អានេះគឺជាសកម្មភាពនៃការមានចិត្តខ្ញុំជឿថាគាត់មានអីនៅក្នុងខ្លួនហើយបានសកម្មភាពទាំងអស់នេះគឺម្នាក់គាត់ជួយគ្នាទៅវិញទៅមកជួយរៀបសភៅជួយបញ្ជូនសភៅជួយបត់កតេលជួយស្អីហ្នឹងខ្ញុំគិតថានេះជាកាយវិការដ៏ល្អសម្រាប់របស់បងប្អូនសិស្សានុសិស្សមានអូនម្នាក់មិញគាត់យកនំមកជូនបងបាទគាត់យកដំឡូងបាទទឹកចិត្តបាទទឹកចិត្តល្អបាទអរគុណលោកគ្រូចង់ឃើញបាទអរគុណសូមលើកទឹកចិត្តដល់បងប្អូនប្រជាជនខ្មែរយើងទាំងអស់មិនថាអ្នកខេត្តព្រៃវែងស្វាយរៀងចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីនៅណាក៏ដោយគឺមានតែការចេះដឹងនៅក្នុងខ្លួនយើងទេដែលញ៉ាំងឲ្យខ្លួនយើងគឺមានភាពភ្លឺថ្លានៅក្នុងជីវិតរបស់យើងនៅពេលដែលមានការចេះដឹងអ្វីគឺនឹងល្អប្រសើរច្រើនទៀតអញ្ចឹងជំរុញការចេះដឹងតាមរយៈការអានហើយការរៀនសូត្រណាបាទអរគុណច្រើន